Hello សួស្តីបងប្អូនថ្ងៃនេះដែរយើងមកបន្តនៅភាគទី18នៃរឿងកម្ពុជាអ្នកប្រយុទ្ធគ្មានគូប្រៀបបន្តបើអ្នកមិនទាន់សាប់ជួយសាប់ admin ម្នាក់មួយផងសេរឿងក៏បានចាប់ដើមចៅហ្វាំងក៏បានធ្វើដំណើរមកដល់ផ្ទះគេវិញតែទៅនឹងរបួសនៅក្នុងខ្លួនរបស់គេក៏បានជាសះស្បើយផងដែរជាច្រើនថ្ងៃមកនេះច្បាស់ណាស់ជីតាហើយនឹងជីសៀនច្បាស់ជាបារម្ភពីគេចាក់ជាមិនខានឆ្មាស្នេហ៍នេះឯណោះវិញក៏បានប្រាប់មកកាន់ចៅហ្វាំងថាបើសិនជាបន្ទុករបស់ចៅហ្វាំងមានគ្រប់គ្រាន់ច្បាស់ណាស់ចៅហ្វាំងក៏អាចបដូរយកប្រអប់វីតាមីនបន្ថែមទៀតបានហើយចៅហ្វាំងអាចមានឱកាសខ្ពស់អាចទទួលបាននឹងថ្នាំវីតាមីនតើតើនឹងថ្នាំវីតាមីនមួយនេះគឺវាអាចជួយឲ្យព្រលឹងរបស់ចៅហ្វាំងទទួលបាននៅធម្មពលវិញភ្លាមបានមិនគួរណាចៅហ្វាំងត្រូវចំណាយពេលជាច្រើនដើម្បីព្យាបាលខ្លួនរបស់គេហើយរឿងមួយនេះចៅហ្វាំងពិតជាចាប់អារម្មណ៍ពិតមែនដូច្នេះហើយគេត្រូវតែរកវិធីដើម្បីសន្សំបន្ទុកបន្ថែមទៀតឲ្យបានច្រើនតើតើនឹងប្រអប់រង្វាន់ទាំងអស់ច្បាស់ជាមានរបស់ល្អៗដែលគេមិនធ្លាប់ដឹងពីមុនកំពុងតែនិយាយគ្នាសោកស្រាប់តែជីតារបស់ចៅហ្វាំងក៏បានរុនមកនិយាយទាំងតក់ស្លុតថាជីសានក៏បានត្រូវគេចាប់ខ្លួនបាត់ទៅហើយលើបែបនេះចៅហ្វាំងពិតជាភ្ញាក់ផ្អើលខ្លាំងមែនទែនតើមានរឿងអ្វីកើតឡើងនៅទីនេះហើយវាកើតឡើងដោយរបៀបណាស្អីរឿងក៏បានកាត់មកអ្នកទាំងពីរកំពុងតែនិយាយគ្នានៅក្នុងផ្ទះលោកតាក៏បានប្រាប់រឿងរ៉ាវទាំងអស់ប្រាប់ទៅកាន់ចៅហ្វាំងមូលហេតុដែលឃាតករទាំងពីរនាក់នោះចាប់ជីសានទៅក៏ព្រោះតែរាងកាយឋានសួគ៌របស់ជីសាននៅពេលនោះដែរលោកតាក៏បានប្រកល់នៅផ្លាកសញ្ញាមួយទៅកាន់ចៅហ្វាំងគ្រាន់តែបានឃើញភ្លាមចៅហ្វាំងក៏បានស្គាល់នៅផ្លាកសញ្ញាមួយនេះហើយផ្លាកសញ្ញាមួយនេះគឺជាផ្លាកសញ្ញានៃ Killing Tavern គឺជាអង្គការនៃឃាតករអាជីពមួយដែលមនុស្សគ្រប់រូបដែលនៅក្នុងទឹកដីមួយនេះតែងតែភ័យខ្លាចនៅក្រុមនៃឃាតកររបស់ពួកគេក៏ព្រោះតែមានប្រាក់ជាច្រើនមេខ្លោងនៃក្រុមឃាតករមួយនេះក៏បានសម្លាប់នៅបងប្រុសរបស់ជីតាចៅហ្វាំងហើយបច្ចុប្បន្ននេះចៅហ្វាំងគឺមានកម្លាំងខ្សោយពេកលោកតាគឺមិនឲ្យចៅហ្វាំងគឺធ្វើសកម្មភាពអ្វីនោះឡើយខណៈពេលនោះដែរចៅហ្វាំងក៏បាននិយាយទៅកាន់ជីតាថាជីសាននេះគឺជាមនុស្សដែលនៅចិត្តខ្ញុំរហូតមកតែគេមិនបារម្ភពីនាងដោយរបៀបណាជីតាក៏បាននិយាយថានៅពេលនេះដែរចៅហ្វាំងគឺត្រូវតែរក្សាភាពស្ងប់ស្ងាត់ឲ្យបានច្រើនគឺកាន់តែល្អហើយឥឡូវនេះគឺមិនអាចជួយសង្គ្រោះនៅជីសានបាននោះទេផ្ទុយទៅវិញវាអាចធ្វើឲ្យចៅហ្វាំងលំបាកថែមទៀតតើតើនឹងសម្ដីរបស់ជីតាគាត់ពិតជានិយាយត្រូវពិតមែនក៏ប៉ុន្តែឥឡូវនេះវាមិនមែនជាពេលដែលត្រូវភ័យខ្លាចនោះទេហើយលោកតាមិនបាច់បារម្ភពីចៅឡើយចៅគឺអាចមើលថែខ្លួនឯងបានហើយសម្លឹងទៅកាន់ផ្លាកសញ្ញាមួយនោះចៅហ្វាំងក៏បានសង្ឃឹមថាគេនឹងអាចជួយជីសានបានចៅហ្វាំងក៏បានប្រាប់ទៅកាន់ជីតាថារឿងរ៉ាវនៅក្នុងទីក្រុងយីស៊ួយគេក៏បានស្វែងយល់និងដោះស្រាយរួចមកហើយនៅពេលនេះដែរគេក៏មានគម្រោងទៅភ្នំមូយន្តដើម្បីវឹកហាត់បន្ថែមទៀតហើយចៅហ្វាំងគឺត្រូវតែស្វែងយល់អំពីនៅក្រុមឃាតករមួយនេះផងដែរលោកតាក៏បាននិយាយទៅកាន់ចៅហ្វាំងថាវាពិតជាប្រសើរណាស់ចៅមិនបាច់បារម្ភពីលោកតានោះទេបន្ទាប់ពីមួយរយៈក្រោយមកការស្វែងរកនៃក្រុមជនល្មើសក៏បានចិត្តចាប់ផ្ដើមហើយដូច្នេះហើយលោកតាគឺត្រូវតែនាំគ្រួសារចៅដើម្បីទៅរាជធានីជាមុនហើយចៅហ្វាំងក៏ត្រូវទៅទីនោះដើម្បីឲ្យទាន់ពេលនៅពេលនោះដែរចៅហ្វាំងក៏បានយល់អំពីលោកតានិយាយតើតើនឹងរឿងរ៉ាវទាំងអស់នេះទោះបីត្រូវស្លាប់ទាំងត្រកូលក៏ដោយចៅហ្វាំងគេនឹងទៅរាជវាំងដើម្បីដោះស្រាយនឹងរឿងសំខាន់មួយជាមួយនឹងចៅយានជុងបន្ទាប់មកចៅហ្វាំងក៏បានលាជីតារបស់គេទៅសាច់រឿងក៏បានបន្តមកចៅហ្វាំងក៏បានធ្វើដំណើរមកដល់ភ្នំមូយន្តហើយនៅទីនោះពោពេញទៅដោយសត្វបិសាចជាច្រើនដែលមានឥទ្ធិពលនៅក្នុងជម្រៅនៃចលងភ្នំបិសាចមួយនេះវាពិតជាស័ក្តិសមណាស់សម្រាប់ឲ្យចៅហ្វាំងធ្វើការប្រយុទ្ធជាមួយនឹងសត្វបិសាចដើម្បីបន្ថែមនៅកម្រិតរបស់គេក៏លេចទៅមើលឆ្មាស្នេហ៍នេះគេក៏បាននិយាយថាតើតើជាមួយនឹងសត្វទាំងអស់នេះវាពិតជាគួរឲ្យស្រឡាញ់ពិតមែនមិនគួរណាចៅហ្វាំងចង់ប្រយុទ្ធជាមួយពួកគេនោះទេនៅពេលនោះដែរសត្វមួយនោះក៏បានខំដៃរបស់ឆ្មាស្នេហ៍នេះក៏ធ្វើឲ្យឆ្មាស្នេហ៍នេះឈឺខ្លាំងមែនទែនគេក៏បានស្រែកមួយទំហឹងធ្វើឲ្យបាក់សៃនៅក្នុងព្រៃទាំងអស់ផ្អើលដោយសារសម្លេងរបស់គេបន្ទាប់មកក៏លេចទៅមើលដៃរបស់គេវិញហើមឡើងប៉ុណ្ណាណីហើយឆ្មាស្នេហ៍នេះពិតជាខឹងខ្លាំងមែនទែនមិនគួរណាអាសត្វបិសាចមួយក្បាលនេះហ៊ានខំដៃគេយ៉ាងនេះទេឃើញបែបនេះចៅហ្វាំងក៏បានសើចមុននេះគឺថាសត្វទាំងអស់នេះវាពិតជាគួរឲ្យស្រឡាញ់ណាស់ហើយឥឡូវនេះយ៉ាងម៉េចហើយនៅពេលនោះដែរឆ្មាស្នេហ៍នេះក៏បាននិយាយថាគេមិនមែនមានន័យយ៉ាងនេះទេបន្ទាប់ពីចៅហ្វាំងយកឈ្នះចៅយានរូបគេគឺមិនបានទទួលនៅបច្ចេកទេសនៃការទប់ទល់សត្វដ៏សាហាវទាំងនោះឡើយនៅពេលនោះដែរឆ្មាស្នេហ៍នេះក៏បានបញ្ចេញនៅគម្ពីរវីតាមីនមួយប្រគល់ទៅឲ្យចៅហ្វាំងហើយចៅហ្វាំងអាចប្រមូលសត្វចម្លែកមួយចំនួនអាចបង្កើតនៅកងទ័ពបិសាចនៅក្នុងគម្ពីរមួយនេះបន្ទាប់ពីស្ដាប់ឆ្មាស្នេហ៍នេះនិយាយរួចហើយចៅហ្វាំងក៏បាននឹកឃើញនៅវិធីទាំងអស់ខណៈពេលនោះដែរចៅហ្វាំងក៏បានស្រូបធម្មពលនៅក្នុងគម្ពីរមួយនោះចូលក្នុងខ្លួនរបស់គេទាំងអស់នៅពេលនោះដែរ system ក៏បានលុតចេញមកអបអរទៅកាន់ចៅហ្វាំងដែលបានទទួលនៅបច្ចេកទេសនៃការគ្រប់គ្រងសត្វទាំងអស់ដោយដែលអ្វីចៅហ្វាំងទីទុកមុនអញ្ចឹងនៅក្នុងបច្ចេកទេសទាំងអស់នេះវាក៏មាននឹងបន្ទុកកម្រិតនិងជំនាញផងដែរហើយចៅហ្វាំងត្រូវតែរកមធ្យោបាយដែលងាយស្រួលនិងរហ័សដើម្បីកម្ចាត់នៅសត្វបិសាចទាំងអស់នេះឆ្មាស្នេហ៍នេះពិតជាឆ្ងល់ទៅកាន់ចៅហ្វាំងខ្លាំងមែនទែនតើចៅហ្វាំងនឹងកំពុងគិតរឿងអ្វីដែរតើតើនឹងរឿងការពីមុនចៅហ្វាំង
ហ្វាំងក៏បានធ្វើឲ្យ system កាំងពីដងទៅហើយនៅពេលនោះដែរឆ្មាស្រាញ់នេះក៏បានប្រាប់ទៅកាន់ចៅហ្វាំងថាមិនឲ្យចៅហ្វាំងហ្នឹងដាក់គោលដៅខ្ពស់ពេកទេដោយពាក្យចាស់លោកបានពោលថាដៃខ្លីគុំស្រវាអោភ្នំទោះបីគេនិយាយយ៉ាងណាចៅហ្វាំងក៏មិនស្ដាប់គេដែរហើយនេះវាជារបស់លេងថ្មីដែលចៅហ្វាំងនឹងលេងវាឥឡូវនេះហើយចៅហ្វាំងគេមានវិធីរបស់គេហើយឆ្មាស្រាញ់នេះគ្រាន់តែចាំមើលតើចៅហ្វាំងប្រើវិធីរបៀបណាហើយចៅហ្វាំងក៏បានសម្រាប់ខ្លួនចោះទៅក្លេកមកមើលនៅម្ដុំនេះវិញក៏មាននៅសម្បុកស្រមោចភ្លើងយ៉ាងធំហើយនៅទីនោះពោពេញទៅដោយស្រមោចជាច្រើនងាកមកមើលចៅហ្វាំងនេះវិញកំពុងតែលួចមើលស្រមោចទាំងអស់ហើយឆ្មាស្រាញ់នេះនៅតែតាមសួរគេតើចៅហ្វាំងប្រើវិធីបែបណាហើយគេមិនប្រាប់ឆ្មាស្រាញ់នេះនោះទេគេក៏បានសម្រាប់ខ្លួនឡើងទៅលើសម្បុកស្រមោចទាំងនោះគេក៏បានប្រើនៅវីតាមីនបញ្ជាសត្វក៏បានបញ្ចេញនៅក្បួនរបស់គេចេញមកហើយក្នុងនោះពោពេញទៅដោយអក្សរបាលីជាច្រើនគេក៏បានប្រើធម្មពលសម្ដៅមកស្រមោចទាំងអស់ហើយស្រមោចទាំងនោះធ្វើចលនាមិនបាននោះទេហើយចៅហ្វាំងក៏បានទទួលនៅពិន្ទុបន្ថែមជាច្រើននៅពេលដែលចៅហ្វាំងប្រើនៅបច្ចេកទេសមួយនេះក៏ធ្វើឲ្យ system ក៏បានកាំងម្ដងទៀតហើយឆ្មាស្រាញ់នេះនិយាយយ៉ាងណាក៏ចៅហ្វាំងមិនឈប់ដែរនៅទីបំផុតចៅហ្វាំងក៏បានគ្រប់គ្រងនៅស្រមោចចំនួន100ក្បាលឆ្មាស្រាញ់នេះក៏បាននិយាយថាទោះបីជាចៅហ្វាំងចាប់ស្រមោចស៊ីប្រលឹងទាំងអស់នេះបាន1000ក្បាលក៏ដោយចៅហ្វាំងគឺមិនអាចប្រយុទ្ធជាមួយបីសាច់ដ៏ខ្លាំងក្លាបាននោះទេចៅហ្វាំងគេមិនខ្លាចនោះទេបើសិនគេមានទ័ពស្រមោចនៅក្នុងដៃវាអាចបន្ថែមនៅភាពរឹងមាំដល់គេបានហើយគេក៏បានបញ្ចេញនៅដុំវីតាមីនមួយដុំហើយដុំវីតាមីនមួយនេះវាគឺជាដួងវិញ្ញាណរបស់តោក្បាល3ចៅហ្វាំងក៏បានបោះនៅដុំវីតាមីនមួយនោះទៅកាន់សត្វស្រមោចទាំងអស់ដើម្បីឲ្យវាស៊ីឃើញបែបនេះឆ្មាស្រាញ់នេះពិតជាភ្ញាក់ផ្អើលខ្លាំងមែនទែនមិននឹកស្មានថាចៅហ្វាំងរកឃើញនៅវិធីបែបនេះទេតែទៅនឹងការគ្រប់គ្រងសត្វនាពេលបច្ចុប្បន្នរបស់ចៅហ្វាំងវាពិតជាពិបាកណាស់ក្នុងការគ្រប់គ្រងសត្វចម្លែកដែលមានកម្រិតខ្ពស់ដូច្នេះហើយចៅហ្វាំងក៏បានផ្លាស់ប្ដូរនៅគំនិតរបស់គេនឹងព្យាយាមបង្វឹកនៅសត្វចម្លែកដែលមានកម្រិតទាបទៅជាសត្វបិសាចដល់កំណាចដែលមានកម្រិតខ្ពស់តកតងជាមួយនឹងតោក្បាល3វាគឺជាស្ដេចនៃសត្វទាំងអស់ដូច្នេះហើយបើសិនសត្វស្រមោចទាំងនេះស៊ីនៅដួងវិញ្ញាណរបស់វាច្បាស់ណាស់វានឹងវិវត្តខ្លួនទៅជាសត្វចម្លែកមួយផ្សេងទៀតនៅពេលនោះដែរសត្វស្រមោចទាំងអស់ក៏បានវិវត្តខ្លួនហើយនៅលើខ្លួនរបស់ស្រមោចទាំងអស់ក៏បានដោះស្នែងដល់អីចឹងទៅហើយចៅហ្វាំងគេសប្បាយចិត្តខ្លាំងមែនទែននៅពេលនេះកងទ័ពស្រមោចរបស់គេក៏បានឡើងដល់កម្រិតទី2ទៅហើយវាពិតជាងាយស្រួលណាស់នៅក្នុងការដោះស្រាយជាមួយនឹងសត្វបិសាចដែលមានកម្រិតទី3លើចៅហ្វាំងនិយាយបែបនេះឆ្មាស្រាញ់នេះពិតជាជីក្បាលខ្លាំងមែនទែនមិនគួរណាចៅហ្វាំងយកដុំរឹងរបស់តោក្បាល3យកឲ្យស្រមោចទាំងអស់នេះស៊ីលេងនោះទេហើយចៅហ្វាំងគេនៅតែមិនខ្វល់ដល់សម្ដីរបស់ឆ្មាស្រាញ់នេះហើយសាច់រឿងក៏បានចប់នៅត្រង់ចំណុចនេះសូមរងចាំទស្សនានៅភាគបន្តទៀតហើយប៉ុន្មានថ្ងៃនេះ admin ពិតជារវល់ខ្លាំងមែនទែនក៏សូមទោសទៅកាន់បងប្អូនទាំងអស់គ្នាផងតែ admin នៅតែឆ្លៀតពេលបន្តិចបន្តួចដើម្បីសម្រាយរឿងជូនបងប្អូនទស្សនាសូមអរគុណអ្នកទាំងអស់គ្នាបាយបាយ